តាក់ទងជាមួយរឿងតារាសាស្ត្រនៅក្នុងឆ្នាំបំពីដែលត្រូវជាឆ្នាំ2026យើងនេះតែម្ដងលោកគ្រូតើតារាសាស្ត្រនៅក្នុងឆ្នាំនេះនឹងទៅលក្ខណៈបែបណាដែរលោកគ្រូស្វាគមន៍មកកាន់កម្មវិធីខ្ញុំដឹងពីសាកលវិទ្យាល័យហុងស៊ុយហើយកម្មវិធីនេះដែរនឹងជួយបងប្អូនទាំងអស់គ្នាដឹងអំពីជោគវាសនាក៏ដូចជាផ្កាយក្នុងផ្ទះនិងរបៀបរៀបចំហុងស៊ុយឲ្យមានសំណាងល្អនិងជៀសវាងអំពីភាពអវិជ្ជមាននាងខ្ញុំភីមានបុកស្បាខ្ញុំបាទប៉ថ្ងៃនេះដែរយើងក៏មានវាគ្មិនពិសេសរបស់យើងមួយរូបបាទគាត់ជាអ្នកជំនាញផ្នែកតារាសាស្ត្រនិងហ្វុងស៊ុយបាទហើយគាត់នឹងចូលមកបកស្រាយនៅចំណងរបស់បងប្អូនដែលមាននៅក្នុងថ្ងៃនេះជួបជាមួយលោកគ្រូកៅសវណ្ណបាទជំរាបសួរលោកគ្រូបាទជំរាបសួរសុខទុក្ខយ៉ាងណាដែរលោកគ្រូមករយៈនេះដូចថាលោកគ្រូហ្នឹងសុខធម្មតាទេណាហើយការរវល់វាមានរវល់មានអត់តូចចឹងដែរប៉ុន្តែថ្ងៃណាខ្លះយើងក៏ចេញទៅខេត្តអីចឹងណាបាទលោកគ្រូប៉ុន្តែហើយជិតមកចូលរួមកម្មវិធីរបស់ពួកយើងទៀតបាទលោកគ្រូតាក់ទងជាមួយរឿងតារាសាស្ត្រនៅក្នុងឆ្នាំបំពីដែលត្រូវជាឆ្នាំ2026យើងនេះតែម្ដងលោកគ្រូតើតារាសាស្ត្រនៅក្នុងឆ្នាំនេះនឹងទៅលក្ខណៈបែបណាដែរលោកគ្រូបាទចូលគ្រូបកស្រាយតិចពាក់ព័ន្ធនឹងតារាសាស្ត្រនឹងអ្នកខ្លះគេហៅថាកាយតារាសាស្ត្រហ្នឹងសម្រាប់ឆ្នាំបំពីឆ្នាំ2026តារាដែលមានអត្ថិភាពជាងគេហើយគេហៅថាតារាចាំផ្ទះគឺកាយលេខ1នឹងឯងហ្នឹងហើយអញ្ចឹងកាយលេខ1នឹងចរចំកណ្ដាលផ្ទះនៅក្នុងពេញមួយឆ្នាំហ្មង365ថ្ងៃហ្នឹងតែម្ដងអត់មានរង្កិលអត់មានដូរតាណាទេណាកាយលេខ1ហ្នឹងដោយសារអីផ្កាយលេខ1គឺជាផ្កាយគេហៅថាទំនាក់ទំនងផ្កាយភ្ជាប់បណ្ដាញពីគេហៅថាមនុស្សម្នាក់ទៅមនុស្សម្នាក់ឬក៏ធ្វើកិច្ចការទំនាក់ទំនងអាជីវកម្មការងាររស់ស៊ីនឹងក្តីប្រសិនបើផ្កាយលេខ1នឹងឲ្យទោសមានន័យថាការទំនាក់ទំនងរបស់យើងនឹងគឺអត់ល្អទេប៉ុន្តែផ្កាយនេះគឺជាផ្កាយដែលល្អបំផុតផ្កាយដែលជំនួសឲ្យការទូតបើយើងនិយាយចំទៅណានឹងរវាងគ្រួសារមួយទៅគ្រួសារមួយបុគ្គលមួយទៅដល់បុគ្គលមួយទៀតហ្នឹងគឺធ្វើអ្វីគ្រប់យ៉ាងហ្នឹងគឺថាសុំមេត្តាកុំឲ្យមានបញ្ហាជាមួយនឹងផ្កាយលេខ1ហ្នឹងអញ្ចឹងជាផ្កាយដែលល្អបំផុតនៅក្នុងឆ្នាំមមីនេះឆ្នាំ2026នេះហ្នឹងហើយលោកគ្រូចុះរបៀងទិសវិញតានៅក្នុងឆ្នាំ2026យើងនឹងទិសខាងណាហែងដែរលោកគ្រូទិសគឺយើងសំដៅទៅលើធម្មពលរបស់ផ្កាយជំនួយដែរអត់ទេថាបើសិនជាផ្កាយហ្នឹងវាលេខ1ចំកណ្ដាលផ្ទះអញ្ចឹងផ្កាយលេខ8ប្រកាសជានៅទិសខាងកើតដែរផ្កាយលេខ8គឺជាផ្កាយលុយគឺជាផ្កាយគៀងគួរផ្កាយប្រមូលផ្ដុំណាយើងឃើញដីណាផ្កាយធាតុដីដើម្បីឲ្យបានគេហៅថាមនុស្សនឹងប្រពាក់ប្រពូនគ្នាដើម្បីបានឲ្យជួបជុំគ្នាបានឲ្យមកគ្នាច្រើនគឺដូចជាដីអញ្ចឹងអញ្ចឹងផ្កាយលេខ8នេះគឺវាចរទៅទិសខាងកើតដូច្នេះទិសខាងកើតគឺជាទិសហេងហើយមួយទៀតផ្កាយលេខ9ផ្កាយលេខ9នេះជាផ្កាយតំណាងឲ្យកិត្តិយសគេឈ្មោះអាហ្នឹងបើយើងនិយាយថាដូចថាផ្កាយចំណេះដឹងហ្នឹងហើយបើសិនជាផ្កាយហ្នឹងចុះទៅទិសណាហើយយើងរក្សាទិសនោះកុំឲ្យវាមានបញ្ហាទៅមនុស្សនឹងមានកិត្តិយសពងពោះតាមនោះគឺឆ្នាំ2026នេះវាចរនៅខាងត្បូងឈៀងខាងកើតនេះអញ្ចឹងយើងចាត់ទុកថាពីរទិសហ្នឹងទិសខាងកើតនិងខាងកើតឈៀងខាងត្បូងគឺជាទិសហេងសម្រាប់ឆ្នាំ2026ហ្នឹងអញ្ចឹងបងប្អូនទាំងគ្នាប្រកាសជាដឹងហើយថាទិសហេងនៅក្នុងឆ្នាំ2026នេះចាទិសខាងណាអញ្ចឹងនៅក្នុងវីដេអូក្រោយបងប្អូនទាំងគ្នានឹងដឹងអំពីទិសស៊ុយវិញម្ដងចាអញ្ចឹងអរគុណ